របរត្បាញហូលផាមួងកេដូនតានៅស្រុកស៊ីសិនថកណ្ដាលកំពុងប្រឈមនឹងការបាត់បង់ក្តីបារម្ភរបរត្បាញហូលផាមួងនៅស្រុកស៊ីថកណ្ដាលប្រឈមនឹងការបាត់បង់ខណៈអ្នកបន្តវេនកាន់តែតិចទៅសំឡេងរំដំនៃកេដំបាញដែលបន្លឺឡើងចេញពីក្រោមផ្ទះស្ត្រីវ័យចំណាស់នៅក្នុងឃុំប្រែចង្ក្រានស្រុកស៊ីសិនថកណ្ដាលកំពុងតែមមាញឹកលើការងារត្បាញហូលផាមួងដែលជាមុខរបរបន្សល់ទុកតាំងពីដូនតាអ្នកមីងជីផូលីអាយុ55ឆ្នាំដែលកំពុងអង្គុយត្បាញហូលនៅក្រោមផ្ទះបានឲ្យដឹងថាគាត់ចាប់ធ្វើមុខរបរត្បាញហូលតាំងពីអាយុ14ឆ្នាំដែលមកទល់ពេលនេះមានរយៈពេល40ឆ្នាំហើយមុខរបរនេះមិនអាចឲ្យគាត់មានបានអ្វីទេគឺបានត្រឹមតែមួយរស់ប៉ុណ្ណោះដោយសារតែគាត់គ្មានមុខរបរអ្វីផ្សេងទើបគាត់ចេះតែទ្រាំធ្វើទៅអ្នកមីងជីផូលីបានបន្តថាក្នុងពេលមួយអាទិត្យគាត់អាចត្បាញហូលបានមួយក្បិនដែលអាចលក់បានតម្លៃ$100ប៉ុន្តែទូទាត់ថ្លៃទិញសូត្រជួលគេជ្រលក់ពណ៌និងចងសរសៃសូត្រកាត់កងទៅនៅសល់មិនដល់$30ទេដោយសារតែប្រាក់កម្រៃបានតិចបែបនេះទើបក្មេងៗចំនួនក្រោយគ្មាននរណាធ្វើការងារនេះទេសប្តាហ៍ថ្ងៃមានតែយាយចាស់ប៉ុណ្ណោះដែលនៅធ្វើព្រោះមិនមានការងារផ្សេងលោកគីនណាន់យីមេភូមិប្រែចង្ក្រានបានឲ្យដឹងដែរថាពីមុនអ្នកភូមិរបស់គាត់ប្រកបមុខរបរត្បាញហូលផាមួងនេះច្រើនណាស់ប៉ុន្តែពេលនេះនៅសល់តែ46គ្រួសារប៉ុណ្ណោះដោយសារគ្រួសារភាគច្រើនបានបោះបង់មុខរបរនេះចោលហើយនាំគ្នាចំណាក់ស្រុកទៅធ្វើការនៅកន្លែងផ្សេងលោកមេភូមិបានបញ្ជាក់ថាមូលហេតុដែលអ្នកភូមិភាគច្រើនបោះបង់មុខរបរត្បាញហូលនេះគឺដោយសារតែតម្លៃសូត្រឡើងថ្លៃតែហូលផាមួងដែលត្បាញបានលក់មិនបានថ្លៃអ្នកភូមិចង់មានបានមិនចង់ក្រលំបាកទើបនាំគ្នាបោះបង់មុខរបរត្បាញហូលចោលហើយធ្វើចំណាក់ស្រុកទៅរកការងារផ្សេងធ្វើដើម្បីឲ្យជីវភាពបានធូរធារជាងមុនលោកមេភូមិបានអះអាងថាដោយសារតែមនុស្សចាស់ដែលចេះត្បាញហូលផាមួងនាំគ្នាបោះបង់មុខរបរនេះចោលហើយក្មេងចំនួនក្រោយគ្មានអ្នកបន្តវេនទើបលោកបារម្ភថាទៅថ្ងៃមុខរបរត្បាញហូលផាមួងដែលជាកេរមរតកពីដូនតាអាចនឹងបាត់បង់